អ៊ីរ៉ង់ប្រមានប្រាប់ប្រទេសជិតខាងថាខ្លួនវាយប្រហារមូលដ្ឋានអាមេរិកប្រសិនបើវ៉ាស៊ីនតោនលូកដៃឌូបៃមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធនេះថាទីក្រុងតេហេរ៉ង់បានប្រមានប្រទេសជិតខាងដែលអនុញ្ញាតឲ្យកងទ័ពអាមេរិកឈរជើងថាខ្លួននឹងសងសឹកលើមូលដ្ឋានទាំងនោះប្រសិនបើវ៉ាស៊ីនតោនអនុវត្តការគំរាមកំហែងលូកដៃចូលក្នុងបាតុកម្មនៅអ៊ីរ៉ង់មន្ត្រីរូបនេះបានបញ្ជាក់ថាតេហេរ៉ង់បានប្រាប់ប្រទេសក្នុងតំបន់ចាប់ពីអារ៉ាប៊ីសាអូឌីតនិងអេមីអារ៉ាប់រួមរហូតដល់ទូគីថាមូលដ្ឋានអាមេរិកនៅក្នុងប្រទេសទាំងនោះនឹងត្រូវបានវាយប្រហារប្រសិនបើអាមេរិកកំណត់គោលដៅលើអ៊ីរ៉ង់ការប្រមាននេះកើតឡើងខណៈអ្នកការទូតបានរាយការណ៍ថាបុគ្គលិកមួយចំនួនត្រូវបានណែនាំឲ្យចាកចេញពីមូលដ្ឋានទ័ពអាកាស AIUD ក្នុងប្រទេសកាតាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានគម្រាមអន្តរាគមន៍ដើម្បីគាំទ្រអ្នកតវ៉ាខណៈក្រុមសិទ្ធិមនុស្សបានរាយការណ៍ថាមានអ្នកស្លាប់ដល់ទៅ 2,600 នាក់លោកត្រាំបានប្តេជ្ញាថានឹងមានចំណាត់ការខ្លាំងក្លាប្រសិនបើអ៊ីរ៉ង់វាយប្រហារជីវិតអ្នកតវ៉ាទន្ទឹមនឹងនេះទំនាក់ទំនងផ្ទាល់រវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និងបេសកជនពិសេសអាមេរិកត្រូវបានផ្អាកជាបណ្ដោះអាសន្នហើយ